បងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំបាទសូមនាំទស្សនីយភាពមួយឲ្យបងប្អូនបានឃើញដែលតកតងទៅនឹងផ្កាព្រៃមួយប្រភេទដែលមានលក្ខណៈជាវល្លិណាបងប្អូនហើយវាដុះនៅតាមរបងហើយខ្ញុំនេះក៏អត់ស្គាល់ដែរមានអារម្មណ៍ថាដូចធ្លាប់ស្គាល់ក៏ប៉ុន្តែភ្លេចឈ្មោះវាអញ្ចឹងណាទោះបីជាខ្ញុំស្រាវជ្រាវនៅក្នុង Google ឬក៏សួរអ្នកនៅជុំវិញខ្លួនក៏គាត់អត់ដឹងដែរអញ្ចឹងណាហើយបើសិននៅក្នុង Google វិញបងប្អូនគឺចេញតែផ្កាតកួនបាទហ្នឹងអត់មានចេញផ្កាប្រភេទនេះឲ្យបានស្គាល់អីសោះហ្នឹងហើយបើសិនជាបងប្អូនបានស្គាល់ជួយ comment ប្រាប់ជួយ comment ប្រាប់ផងហើយផ្កានេះដែរបងប្អូនឃើញថានៅពេលដែលវាអត់ទាន់រីកគឺមានកញ្ចុំផ្កាហ្នឹងគឺលក្ខណៈថាមមិសរៀងវែងដែរហើយសូម្បីតែតងនៃវល្លិហ្នឹងឬក៏ស្លឹកវាហ្នឹងក៏រាងមមិសដែរហើយបើនិយាយពីផ្ការបស់វាហ្នឹងក៏ពណ៌មិនចាញ់ផ្កាតកួនដែរហើយសម្រស់ហ្នឹងក៏វាមិនចាញ់ផ្កាដតីទៀតទេបងប្អូនហ្នឹងហើយស្រស់ស្អាតមួយយ៉ាងម្នាក់ពីផ្កាមួយទៅផ្កាមួយអញ្ចឹងណាហ្នឹងហើយបងប្អូនបើសិនជាបងប្អូនបានស្គាល់អីជួយ comment ឲ្យខ្ញុំបានដឹងដែរផងហើយខ្ញុំមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ប៉ុន្តែរនឹកមិនឃើញអញ្ចឹងណាបងប្អូនអរគុណច្រើនបងប្អូនទាំងអស់គ្នាវីដេអូយើងមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត